ជាឆ្នាំរកាលិខិតសាស្ត្រពុទ្ធសករាជ2561មហាសករាជ1939ចូលសករាជ1379គ្រិស្តសករាជ2017ឆ្នាំរកាលិខិតសង្គ្រាមនឹងចូលមកដល់នៅថ្ងៃសុក្រ300ខែចែកវេលាម៉ោង3:12ទៀបភ្លឺថ្ងៃទី14ខែមេសាឆ្នាំ2017ទេវតាឆ្នាំថ្មីឆ្នាំរកាព្រះនាងកមរាទេវីគង់នៅចតុមហារាជិកាត្រង់អំពរពណ៌សេកឬពណ៌សសៀបការចកលន័យអភិរណកែវបុស្សរីជៈភក្សាហាចេកលំវាឬចេកទឹកព្រះហស្តស្ដាំត្រង់ព្រះខ័នព្រះហស្តឆ្វេងត្រង់ផុនគង់លើមហង្សាឬស្ដេចក្របីជាទីហណៈបុណ្យចូលឆ្នាំថ្មីឆ្នាំនេះគឺរយៈពេល3ថ្ងៃគឺពីថ្ងៃសុក្រទី14ខែមេសារហូតដល់ថ្ងៃអាទិត្យទី16ខែមេសាឆ្នាំ2017ឆ្នាំរកានៅប្រសាទពុទ្ធសករាជ2561គឺសករាជ2017សូមប្រសិទ្ធិពួយជ័យសិរីមង្គលដល់ពុទ្ធធម្មយានជនទាំងឡាយបានប្រកបក្នុងសេចក្តីសុខសេចក្តីចម្រើនដែលបានជួបប្រទះក្នុងពុទ្ធពររបស់ព្រះសម្មាសម្ពុទ្ធ4ប្រការគឺអាយុវណ្ណៈសុខៈបលៈព្រមទាំងសម្បត្តិទាំងឡាយ3ប្រការគឺសម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិផ្លែខ្លាពលគឺព្រះនិព្វានកុំបីអត់ខានឡើយ